ជំរាបសួរពួកយើងជាក្រុមយ៉ាងអាជីវករមកពីសាលាអនុវិទ្យាល័យពោធិ៍សាត់ ស្ដីអ្នកទាំងអស់គ្នាថ្ងៃនេះពួកខ្ញុំនឹងមកបង្ហាញអំពីការប្រើប្រាស់ app របស់ពួកយើងនៅទំព័រទី1យើងមានពីរបឋមទី1បឋម start និងបឋមទី2បឋម group info បើយើងចូលទៅក្នុង group information យើងនឹងឃើញសមាជិកក្រុមចំនួន4នាក់ហើយយើងក៏មានដូចជា mentor ដែរបន្ទាប់មកបើអ្នកទាំងអស់គ្នាចង់ឃើញ group ចង់ឃើញសាលារបស់ពួកយើងអ្នកនរគ្នាអាចចូលទៅក្នុង My School Picture បាននេះគឺជាសាលារបស់ពួកយើងបន្ទាប់មកយើង go to main page យើងចុចប៊ូតុង start ដើម្បីមើលប្រភេទត្រីក្នុងនេះគឺមាន3បឋមបឋមទី1គឺ raw fish បឋមទី2 people បឋមទី3 fish life cycle មុនដំបូងយើងចូលទៅក្នុង raw fish មុននេះគឺជាប្រភេទត្រីដែលកម្រតមកយើង go to main page តមកយើងមើលបឋមទី2គឺបឋម people នេះគឺជាការរស់នៅរបស់ប្រជាជននៅបឹងទន្លេសាបបន្ទាប់មកយើងចូលទៅបឋមទី3នេះគឺជាការវត្តរបស់ត្រីជាបញ្ចប់ពួកយើងសូមអរគុណសម្រាប់ការទស្សនា app របស់ពួកយើង